បងប្អូនណាតែជនចាស់ដែលគាត់តែងតែជាវនឹងគ្រប់គ្រងជាមួយនឹងកងអគុយប្រេនថាឌីខាងបងប្អូនទៅប្រើប្រាស់កន្លងមកក៏គាត់ជាបានដឹងច្បាស់ហើយទៅលើគុណភាពល្អនៃការប្រើប្រាស់របស់កងអគុយប្រេនថាឌីទោះបីជាថាឌីអាចមានតម្លៃរៀងខ្ពស់ជាងប្រភេទកងអគុយទូទៅបន្តិចបន្តួចក៏ពិតមែនប៉ុន្តែសន្ទុះនៃការគ្រប់គ្រងគឺខ្លាំងតែម្ដងរហូតដល់មានបងប្អូនខ្លះគាត់បានធ្វើការកំងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតក៏គាត់បានណែនាំទៅកាន់មិត្តភ័ក្តិបងប្អូនសាច់ញាតិគាត់ជាបន្តបន្ទាប់ទៀតចាសម្រាប់ថ្ងៃនេះបងប្អូនចង់មកធ្វើការបកស្រាយជូនទៅកាន់បងប្អូនមួយចំនួនដែលគាត់តែងតែធ្វើការសាកសួរព័ត៌មានខាងបងប្អូនហើយគាត់អត់ទាន់ហ៊ានសម្រេចចិត្តនៃការកំងជាមួយនឹងកងអគុយប្រេនថាឌីខាងបងប្អូនបងប្អូននិយាយអំពីបទពិសោធន៍ជាច្រើនដែលបងប្អូនគាត់ធ្វើការសាកសួរខាងបងប្អូនណាគាត់ថាអូនបងឃើញកងអគុយឥឡូវគឺមានគេលក់ច្រើនចាមិនដឹងម៉ាក់ណាម៉ាក់ណីប្រេនណាប្រេនណីទេច្រើនណាស់អញ្ចឹងគាត់ពិបាកនឹងការសម្រេចចិត្តហើយនៅពេលដែលបងសួរព័ត៌មានទៅឃើញថាកងអគុយប្រេនថាឌីខាងអូនតម្លៃរៀងខ្ពស់ជាងកងអគុយទូទៅបន្តិចបន្តួចមែនចាអញ្ចឹងបងប្អូនទាំងគ្នាសម្រាប់ប្រេនថាឌីលោកបងប្អូនជម្រាបជូនបងប្អូនពីខាងលើចឹងចាទទួលស្គាល់ថាតម្លៃវារៀងខ្ពស់ប៉ុន្តែបងប្អូនទាំងគ្នាបើយើងងាកកលេចមកមើលទៅលើការប្រើប្រាស់វិញតម្លៃខ្ពស់ជាងគ្នា10ទៅ$20ទៅ$30យ៉ាងច្រើនចាតែបើបងប្អូនធ្វើការជ្រើសល្អទៅប្រើមួយយើងចំណេញពេលវេលាចំណេញលុយកាក់ដោយមិនឆាប់បាច់ត្រូវធ្វើការផ្លាស់ប្ដូរគ្រឿងបន្លាស់ញឹកញាប់ខាត់ពេលវេលាអីបងប្អូនទាំងគ្នាចាហើយមានបងប្អូនមួយទៀតគាត់ថាចេះអូនថ្ងៃមុននោះបងបានសួរអូនហើយប៉ុន្តែដោយសារកងអង្គុយខាងអូនតម្លៃរៀងខ្ពស់ជាងកងអង្គុយគេទូទៅដល់អញ្ចឹងទៅបងគិតថាបងចង់សែល$20ទៅ$30បងក៏សម្រេចចិត្តធ្វើការជ្រើសកងអង្គុយគេផ្សេងទៅនៅពេលដែលបងយកទៅប្រើប្រាស់បងអាចប្រើបានពិតមែនប៉ុន្តែគ្រាន់ថាការប្រើរបស់បងហ្នឹងវាទទួលបានរយៈពេលខ្លីនៃការប្រើវាអត់ប្រើបានយូរអញ្ចឹងណាវាឆាប់ខូចឆាប់ដោះដូរគ្រឿងបន្លាស់ហើយគាត់ថានៅពេលដែលគាត់ដោះដូរគ្រឿងបន្លាស់ញឹកញាប់ទៅខូចនេះខូចនោះគាត់ថាខាតពេលវេលាហើយគាត់ខាតនឹងលុយកាក់ច្រើនទៀតនឹងការទិញរបស់ល្អម្ដងទៅប្រើចាអញ្ចឹងហើយក៏គាត់សម្រាប់ចិត្តម្ដងទីតាំងបងប្អូនផ្ទាល់មកធ្វើការជ្រើសរើសជាមួយកងអង្គុយប្រេនថាឌីខាងបងប្អូនតែម្ដងអញ្ចឹងបានថាបងប្អូនការសម្រេចចិត្តនៃការជ្រើសរើសរបស់អីមួយយើងត្រូវធ្វើការជ្រើសឲ្យបានច្បាស់លាស់បងប្អូនបើកាលណាយើងធ្វើការជ្រើសរើសខុសវានឹងធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍ជាច្រើនហើយអញ្ចឹងយើងត្រូវធ្វើការវិភាគនិងបែងចែកឲ្យបានច្បាស់លាស់បងប្អូនទាំងអស់គ្នាតោះឥឡូវយើងកលេចមកមើលទៅលើ stock របស់កងអង្គុយប្រេនថាឌីបងប្អូនជ្រើសរើសសម្រាប់ម៉ូដែលទី1ដែលខាងបងប្អូននឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នានេះគឺម៉ូដែល A2 Pro A2 Pro មានការរចនា body design រូបរាងស្អាតប្រណិតទំនើបនិងទាន់សម័យស៊ីវិល័យបងប្អូនប្រើប្រាស់ជាភេទអគុយធំដែលអាចជិះបានចម្ងាយរហូតដល់60ទៅ70គីឡូម៉ែត្រឯនោះហើយក៏យើងមានច្រើនពណ៌សម្រាប់បងប្អូនទាំងអស់គ្នាជ្រើសរើសដូចគ្នាស្រឡាញ់ពេញចិត្តទៅលើ A2 Pro ពណ៌ណាមួយអាចធ្វើការកំងពីឥឡូវបានចាឥឡូវយើងកលេចមកមើលទៅលើ model ទី2វិញចាសម្រាប់ model ទី2នេះបងប្អូនដែលគាត់តែងតែគ្រប់គ្រងជាមួយនឹងកងអង្គុយប្រេនថាឌីខាងបងប្អូនគាត់ស្គាល់ច្បាស់ហើយទៅលើ model GX មានរូបរាងវាមាំហាប់ណែនល្អបងប្អូនបំពាក់ដៃប្រភេទ Frank D ដៃរបស់វាអីគឺក្រាស់ធំល្អម៉ូតនេះអាចរីខមមិនបានសម្រាប់លោកពូនេះលោកពូអ៊ំចាស់បងប្រុសអីគឺគាត់អាចធ្វើការជ្រើសរើសទៅលើ model GX នេះបានចាយើងមានច្រើនពណ៌សម្រាប់បងប្អូនទាំងគ្នាជ្រើសរើសដូចគ្នាឥឡូវយើងកន្លែងមកមើល model ដែលខាងបងប្អូនធ្វើការបង្ហាញនេះវិញគឺ model M1 ស៊េរី2025ស្អាតទំនើបទាន់សម័យស៊ីវិល័យតែម្ដងអាចរីខមមិនបានសម្រាប់បងប្អូនគ្រប់វ័យតែម្ដងដែលគាត់អាចធ្វើការជ្រើសរើសទៅលើ model M1 នេះបានណាហើយប្រើអគុយធំទៀតណាបងប្អូនជីកបានរហូតដល់60ទៅ70គីឡូម៉ែត្រហើយតម្លៃគឺសមរម្យតែម្ដងចាបងប្អូនទាំងអស់គ្នា M1 មានគ្រប់ពណ៌សម្រាប់បងប្អូនទាំងអស់គ្នាជ្រើសរើសស្រឡាញ់ពេញចិត្តលើពណ៌ណាមួយធ្វើការកំងរួចរាន់ឡើងណាចាតើបងប្អូនទាំងអស់គ្នាឥឡូវយើងកលេចទៅលើ model Q5 វិញម្ដងចា Q5 ស្អាតតែបងប្អូនម៉ូតនេះគឺតាក់ទាញខ្លាំងសម្រាប់អូនដែលគាត់ជាសិស្សសាលារៀនទីផ្សេងអូនអ្នកគាត់រៀនបឋមគាត់រៀនអនុវិទ្យាល័យបងប្អូនអាណាព្យាបាលអាចធ្វើការជ្រើសរើសទៅលើ model Q5 នេះសម្រាប់ឲ្យកូនទីស្រឡាញ់ជិះទៅសាលារៀនបានចាគឺសោះស្អាតរៀងតូចច្រឡឹងទំនើបទាន់សម័យបងប្អូនចាហើយសម្រាប់ model ដែលខាងបងប្អូនបង្ហាញបន្តទៀតនេះចាគឺ model A2 រៀងទូចល្មមបងប្អូនស្រាលងាយស្រួលជិះហ៎បងប្អូនចាទិញឲ្យកូនទៅសាលារៀនលោកពូអ្នកមីងអ៊ំចាស់អីក៏អាចធ្វើការជ្រើសរើសទៅលើ model A2 នេះបានចាហើយបើនិយាយពីតម្លៃវិញគឺសមរម្យតែម្ដងបងប្អូនទាំងអស់គ្នាអាចធ្វើការជាវទៅប្រើប្រាស់បានគ្រប់គ្នាជាមួយនឹង model A2 ស៊េរីថ្មីនេះចាបន្តមកទៀតបងប្អូនទាំងអស់គ្នាចាគឺទៅលើ model E2 ចា model នេះគឺ model E2 ណាបងប្អូនចាមានគ្រប់ពណ៌បងប្អូនស្អាតចេញមកម៉ូតនេះគឺប្លែកខុសពីកងអង្គុយទូទៅដែរបងប្អូនហើយលក្ខណៈពិសេសរបស់វាគឺកែបយើងអាចធ្វើការដំឡើងឬក៏ទម្លាក់ចុះបានងាយស្រួលសម្រាប់អូននៃគាត់មានវ័យតូចអីក៏គាត់អាចធ្វើការជ្រើសរើសទៅលើ model E2 នេះបានដែរយើងមានគ្រប់ពណ៌មកបងប្អូនទាំងគ្នាជ្រើសរើសដូចគ្នាណាតោះឥឡូវយើងកលេចទៅលើ model ដែលខាងបងប្អូនធ្វើការបង្ហាញទៀតចា
vào bông bồn tặng này đi cứ mà để EB son mùi á bông bồn cha son mùi cha bông bồn này qua tay tay control chỉ mùi nó còn coi brand thà đi khám bồn còn bà con thì score cho ba hayแต่เลยมาได้ EB son mùi nhé stock cha tay bàn tay bồn vậy bị sụt tu này cả control cả updateปัจจัยกับเชียคือเมาทำไมเหรอโหtayมาดองจ้าเลยนี่ยังมันอัปเดตปัวทำไมบันทายตีได้บองโป้ให้บอลใหญ่ปีดำไหลวิ่งบองโป้เลยจ้า EB โซนมวยนี่มา5 แสนทูมองจ้าให้บอลใหญ่ปีก้นเพียบบันใหญ่บองโป้คือดับเบิลชูนบองโป้tayมาดองให้ใกล้ปีประเภทกองปีก็ข้าบอลยังมีจีประเภทกองใบมาบ้างกองใบปีบ้างมีตะโปอตะโปไอ้ยังแต่คือมีชรานจุ่มเรือสำหรับบองโป้ต่อคณีเชื่อกันแต่เป็นเซตินุสำหรับปกไม้บองโป้ในกวาดจองเฟือกะบองรวมล้วนจมวยในกองกอยแปรนท่าดีในสาขาบันทายบองโป้ต่อคณีอาจเฟือกะอิดบอกโจเพกหรือกอแต่เนี่ยตโนมาการเลยตูซับหนึ่งตีตังบ้านจ้าจังมันกองกอยเดี๋ยวมีคุณภาพทนรังมวมในขนมการปราบรัดดำไหลสมร่วมเมียนการตนีตรมเตยเพื่อการเจริญกองกอยแปรนท่าดีจ้าเอาก้นชรานบายบาย